សួស្តីអ្នកនាង វីដេអូនេះខ្ញុំបង្ហាញពីការផុសវីដេអូរៀលចូលទៅកាន់ Facebook Page របស់យើងតាមរយៈ LD អញ្ចឹងនេះគឺជា Facebook Page ដែលខ្ញុំទើបតែបង្កើតដែលខ្ញុំបង្ហាញនៅក្នុងវីដេអូមេរៀនមុនហ្នឹងអញ្ចឹងសម្រាប់ការផុសវីដេអូនេះគឺយើងផុសដោយខ្លួនឯងដោយដៃដោយអត់ប្រើ tool ទេអញ្ចឹងសម្រាប់ការផុសដោយ tool ខ្ញុំនឹងចេញវីដេអូបន្ទាប់ទៀតហើយ tool ដែលខ្ញុំប្រើគឺខ្ញុំប្រើ Bob Prime អញ្ចឹងណាប៉ុន្តែមាន tool ផ្សេងៗច្រើនទៀតអញ្ចឹងនេះគឺជាវីដេអូដែលខ្ញុំបាន download ហើយអញ្ចឹងយើងជ្រើសរើសយកវីដេអូសម្រាប់ការផុសទៅជាទូទៅខ្ញុំផុសម្ដង3ប៉ុន្តែអ្នកនរគ្នាចង់ផុសមិនផុសទៅគាត់ណាផុសច្រើនពេកក្នុងពេលតែមួយហ្នឹងគឺវាអាចធ្វើឲ្យ account របស់យើងហ្នឹងវា restrict អញ្ចឹងណាអញ្ចឹងយើងផុស3ឬក៏5អីទៅបានហ្នឹងម្ដងណាអញ្ចឹងខ្ញុំ copy វីដេអូដែលខ្ញុំត្រូវផុសហ្នឹងដាក់ចូលក្នុង folder ដែល link ជាមួយនឹង LD ហ្នឹងអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការចូលទៅកាន់ page របស់យើងហើយយើងធ្វើការផុស reel អញ្ចឹងសម្រាប់ការផុស reel គឺវាមានច្រើនវិធីយើងអាចចុចប៊ូតុងខាងលើនេះក៏បានយើងអាចចុចកន្លែងសញ្ញា reel ក្រហមនេះក៏បានដែរអញ្ចឹងវានឹងចេញវីដេអូដែលយើងបានដាក់ link ជាមួយនឹង folder ភ្ជាប់ជាមួយនឹង LD របស់យើងអញ្ចឹងបន្ទាប់មកយើង select វីដេអូមួយមកហើយយើងចុច next មកចំពោះoption មួយចំនួនដូចជា caption ជាទូទៅខ្ញុំដាក់តែ caption ទេប៉ុន្តែអ្នកនរគ្នាចង់ដាក់ title ក៏ដាក់ទៅខ្ញុំនឹងបង្ហាញភាពខុសគ្នាមួយចំនួនហើយខាងក្រោមនេះគឺជា option មួយចំនួនសម្រាប់ page គឺខ្ញុំដាក់ share ទៅ story ពេលដែលយើងផុសរៀលឲ្យវា share ទៅរហូតទៅហើយ option ខាងក្រោមនេះវាមានកន្លែង monetization នេះ page ថ្មីវាអត់មានអីទេហើយនឹង topic នេះអ្នកនរគ្នាចង់រើសក៏បានចង់អត់ក៏បានដែរ page ខ្លះអាចអត់មាន page ខ្លះអាចមានអញ្ចឹងណាអញ្ចឹងអានេះខ្ញុំក៏បង្ហាញឲ្យអ្នកនរគ្នាដឹងទេប៉ុន្តែជាទូទៅខ្ញុំមិនដែលរើសទេកន្លែងហ្នឹងខ្ញុំដាក់តា caption ហើយ enable share to story ទៅចុចផុសហ្នឹងគាត់ថាឥឡូវហ្នឹងខ្ញុំធ្វើ page ច្រើនខ្ញុំប្រើ tool ខ្ញុំអត់ផុសដោយដៃទេគាត់ថាមាន page ដែលរកលុយខ្លះគឺខ្ញុំផុសដោយដៃអញ្ចឹងឥឡូវយើងផុសវីដេអូទី2ទៅយើងដាក់ caption ដដែលមកហើយអានេះគឺវីដេអូទី3អញ្ចឹងវីដេអូទី3នេះខ្ញុំនឹងបង្ហាញថាយើងដាក់ caption ហើយនឹង title ហ្នឹងវាចេញខុសគ្នាជាមួយនឹងវីដេអូមុនអត់អញ្ចឹង title ខ្ញុំ select បន្តិចទៅកុំវែងពេក select ឲ្យយើងផុសអញ្ចឹងណាយើងដាក់ title ផងយើងដាក់ caption ផង description ហ្នឹងហើយអញ្ចឹងថាតើវាខុសគ្នាបែបម៉េចព្រោះវីដេអូ2មុនហ្នឹងគឺខ្ញុំអត់ដាក់ title ទេអញ្ចឹងឥឡូវយើងកំពុងតែធ្វើការផុសបន្តមកទៀតយើងរងចាំតិចទៅព្រោះវាត្រូវការពេលវេលាសម្រាប់ការ upload អញ្ចឹងវាអាស្រ័យទៅលើ internet ហើយនឹង VPN របស់យើងខ្ញុំឃើញគ្នាយើងច្រើនគាត់ថ្មីគាត់ចង់ផុសម្ដងច្រើន LD អញ្ចឹងណាអញ្ចឹងផុសច្រើនក៏វាទាមទារ internet ហើយនឹង VPN របស់យើងលឿនដែរអញ្ចឹងមកល្មមទៅធ្វើម៉េចឲ្យយើងដឹងថាយើងបើក10ឬ2 LD ពេលដែលផុសគឺវាផុសបានជោគជ័យអញ្ចឹងណាព្រោះបើក LD កាន់តែច្រើនផុសវីដេអូកាន់តែច្រើនអត្រាដែល upload អត់ទៅហ្នឹងក៏វាច្រើនដែរព្រោះ internet ហើយនឹង VPN របស់យើងនឹងជួនកាលវាលឿនជួនកាលវាយឺតអីចឹងទៅឥឡូវវីដេអូយើងបាន upload ហើយវីដេអូដែលយើងដាក់ title ហើយនឹងអត់ដាក់ title គឺអត់មានអីខុសគ្នាទេសំខាន់គឺ description យើងគួរតែដាក់ចឹងណាប៉ុន្តែពេលបច្ចុប្បន្ននេះសម្រាប់ការធ្វើ Facebook គឺយើងធ្វើច្រើន LD ច្រើន page គឺយើងប្រើ tool ទេយើងអត់សូវផុសដៃមកទេដោយសារផុសដៃវាចំណាយពេលចឹងណាអញ្ចឹងបើសិនជាយើងប្រើ tool យើងរៀបចំតាមភាសាគឺអត់សូវរវល់ហើយយើងគ្រប់គ្រងតែ report ទៅបានទេអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ